វីដេអូនេះខ្ញុំនឹងបង្ហាញអ្នកនរគ្នាអំពីរបៀបក្នុងការលុបរាល់ការផុសទាំងអស់នៅលើ Facebook របស់យើងអ្នកនរគ្នាអញ្ចឹងអ្នកនរគ្នាអាចចូលលុបកន្លែងហ្នឹងម្ដងគឺយើងអាចលុបបានច្រើនដល់អ្នកនរគ្នាតោះយើងទៅធ្វើទាំងអស់គ្នាហើយសម្រាប់អ្នកយើងដែលអត់ទាន់បានចុច Subscribe ដល់ Channel របស់ខ្ញុំសូមជួយចុច Subscribe ដើម្បីទទួលវីដេអូថ្មីគឺនេះរឿងបាសសក់តោះឥឡូវយើងចូលទៅ Facebook តបនេះអ្នកគ្នាចូល Facebook ហើយអ្នកគ្នាคลิกលើនេះនេះ Raceway នេះគឺដោយបងប្អូនឃើញអញ្ចឹងបាទគឺ Raceway មានទាំងអស់1 2 3 4 5 6 7 8 8អ្នកទាំងគ្នាคลิกលើ profile របស់អ្នកទាំងគ្នាមកអូខេ profile នេះ profile ហ្នឹងតោះមកទៀតអ្នកទាំងគ្នាចូលចុចលើហ្នឹងអូខេចុចលើហ្នឹងសិនមកចុចហ្នឹងហើយអ្នកទាំងគ្នាចុចសញ្ញា3ឲ្យត្រេនេះ3ឲ្យត្រេនេះចុចលើវាមកអូខេបើត្រេហ្នឹងមកអូខេហើយបន្តមកទៀតអ្នកទាំងគ្នាចូលទៅកន្លែងនេះចូលទៅ activity លុបចុចលើហ្នឹងអ្នកទាំងគ្នាអូខេចុចហ្នឹងមកអូខេផ្លឹបហើយអ្នកទាំងគ្នាយកកន្លែងនេះ public blog ផុសអូខេ public ផុសអូខេអានអក្សរចង់ដាច់ចុចលើហ្នឹងមកនេះអូខេចឹងយើងចុចលើ public ផុសបាច់គេរងចាំតិចអ្នកទាំងគ្នាអូខេចឹងកន្លែងនេះអ្នកទាំងគ្នាឃើញអត់វាមានការរកការផុស share ទាំងអស់ផុស tag អីមានទាំងអស់ចឹងដើម្បីធ្វើការលុបអ្នកទាំងគ្នាចុច all នេះមកអូខេចឹងវា select ឲ្យអ្នកទាំងគ្នាឃើញអត់អូសមកឃើញ tick ជាមួយរងចាំតិចវាកំពុងតែដើរអូខេនេះមិញវាថាអូសបានប៉ុណ្ណាវា tick អត់ប៉ុណ្ណឹងឥឡូវខ្ញុំtick ត្រឹមរូបនេះត្រឹមរូបឆ្នាំថ្ងៃ16ចែននេះជូឡាយនេះចឹងខ្ញុំ tick ម្ដងទៀតចាំមើលនេះដាក់ all ម្ដងទៀតម្ដងទៀតស្អីចាំមើលវាអូសដល់ណាអូខេអូសដល់ក្រោមនេះថា October នេះអ្នកនរគ្នាពីមុនត្រឹម June July អូសដល់ក្រោមអូខេអញ្ចឹងអ្នកនរគ្នាអាចព្យាយាម select all អញ្ចឹងហើយអ្នកនរគ្នាចុចនេះត្រាស់មកអូខេចុចចូលត្រាស់មកគឺវាធ្វើការលុបឲ្យយើងទាំងអស់ហើយអ្នកនរគ្នាចង់និយាយថាចំនួន30ម្ដងបាន30អញ្ចឹងសូមអ្នកឡង tick ចេះចាំមើលវាលុបអត់បានដល់ទៀតអូខេវាបានច្រើនអូខេ2យើងព្យាយាម tick 2ម្ដងទៅអូខេចឹងអាចលុបម្ដងបានច្រើនទេបងប្អូនអញ្ចឹងវាផ្ដល់ភាពងាយស្រួលជាងយើងចុចលុបនៅក្នុង profile របស់យើងម្ដងមួយអញ្ចឹងមក select ហើយអ្នកនរគ្នាអាចចុច deselect មកវិញក៏បានដែរយើងបិចដោះ deselect អូខេអញ្ចឹងខ្ញុំធ្វើបង្ហាញប៉ុណ្្នឹងឯងអ្នកនរគ្នាគ្រាន់តែចុច select all មកហើយអ្នកនរគ្នាចុចលើត្រាស់នេះចុចលើត្រាស់នេះអូខេចុចលើត្រាស់នេះមកនេះត្រាស់នេះអូខេចុចលើត្រាស់ហ្នឹងហើយអ្នកនរគ្នាចុចទៅចុចលើត្រាស់ហ្នឹងនេះទាំងនេះហើយគឺវាលុបហើយចូលធុងសម្រាប់ហើយម្ដងអូខេអញ្ចឹងឃើញអ្នកទាំងនេះវីដេអូខ្លីរបស់ខ្ញុំមានតែប៉ុណ្្នឹងទេអ្នកទាំងនេះសង្ឃឹមថាវាផ្ដល់ជាប្រយោជន៍ដល់អ្នកបានច្រើនពាក់ព័ន្ធនឹងការប្រើប្រាស់ Facebook អូខេអញ្ចឹងរបៀបក្នុងការលុបគឺមានតែប៉ុណ្្នឹងហើយសង្ឃឹមថាអ្នកទាំងនេះនឹងពេញចិត្តខ្សែវីដេអូខ្លីរបស់ខ្ញុំហើយដើម្បីផ្ដល់ភាពងាយស្រួលដល់អ្នកទាំងនេះក្នុងការលុបចង់លុបម្ដងទាំងអស់អ្នកទាំងនេះអាចព្យាយាមលុបបែបហ្នឹងគឺបានច្រើនអូខេអរគុណអ្នកទាំងគ្នាបាយបាយអ្នកទាំងគ្នាជួបខ្ញុំក្នុងវីដេអូក្រោយបាយ